ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតថ្មីដែលអេពីសូតនេះដែរគឺជាអេពីសូតទី11នៃរឿងអ៊ូម៉ាមូសាមេហើយនៅក្នុងអេពីសូតនេះផងដែរគឺយើងបានឃើញនៅការរត់ប្រណាំងរបស់ស៊ូហ្សាកាចង់ដឹងថាតើស៊ូហ្សាកានឹងគឺគាត់រត់បានលទ្ធផលយ៉ាងម៉េចខ្លះតាមដានទាំងអស់គ្នាតោះដែលប្រាណសាច់រឿងយើងឃើញថាមានអ្នករត់ប្រណាំងមួយក្រុមកំពុងតែដើរទៅកាន់ទីលានប្រកួតណាហើយក្នុងអំឡុងពេលដែលដើរនឹងដែរគឺយើងបានឃើញស៊ូហ្សាកានឹងនៅក្រោយគេបំផុតអំឡុងពេលដែលទស្សនិកជននឹងគឺកំពុងតែគាំទ្រស៊ូហ្សាកាដោយសារតែស៊ូហ្សាកានឹងអតីតកាលគឺធ្វើរឿងបានច្រើនមែនទែនតែតនឹងការប្រណាំងនឹងអញ្ចឹងគឺមានការស្រែកហូនិងគាំទ្រខ្លាំងមែនទែនឬក៏យើងនិយាយខ្លីសាមញ្ញទៅគឺស៊ូហ្សាកាមានភាពល្បីល្បាញខ្លាំងមែនទែននៃពេលអតីតកាលបច្ចុប្បន្ននេះគឺកំពុងតែផ្ទុះការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់ប្រភេទមិនថាថ្មីមិនថាចាស់ហើយអំឡុងពេលដែលនេះកំពុងតែដើរហ្នឹងគឺសញ្ញាអត់ល្អមកម្ដងទៀតហើយដោយសារនេះគឺរបូតខ្សែស្បែកជើងដូចវឹកមុនដែរណាហើយគណៈកម្មការក៏គេបាននិយាយដែរថាស៊ូហ្សាកាដែលការប្រកួតចុងក្រោយរបស់នេះហ្នឹងគឺតាំងពី1ឆ្នាំនិង1ខែមុនមកម្លេះចឹងមានន័យថារយៈពេលដែលស៊ូហ្សាកាមានការប្រកួតជាលើកចុងក្រោយហ្នឹងគឺយូរឆ្នាំដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែប្រូយេដែលជាអ្នកប្រណាំងដ៏ល្អបំផុតនៅប្រចាំអឺរ៉ុបហ្នឹងក៏មកមើលស៊ូហ្សាកាដែរដោយសារតែភាពល្បីល្បាញរបស់ស៊ូហ្សាកាណាកាត់មកមើលមុនពេលដែលស៊ូហ្សាកាធ្វើការប្រណាំងគឺយើងឃើញថាធីមស្វីខាទាំងអស់ហ្នឹងធ្វើការហ្វឹកហាត់ជុំគ្នាជាធម្មតាចឹងទៅតែថ្ងៃនេះគឺរៀងចម្លែកត្រង់ថានៅពេលដែលពួកគេកំពុងតែហ្វឹកហាត់សុកហ្នឹងស្រាប់តែមានគេជួយរំលឹកទៅកាន់ trainer ថាចេះសាលាកំពុងតែចលាចលថាតើចលាចលរឿងអីនេះយើងដឹងអត់គឺចលាចលរឿងប្រូយេហ្នឹងគឺគាត់ចង់ធ្វើការចូលរួមជាមួយនឹងការប្រកួតដែលមានឈ្មោះថា Japan Cup ហ្នឹងដែរអញ្ចឹងក៏មានន័យថាប្រូយេនឹងប៉ះ Special Week របស់យើងនឹងការប្រកួតខាងមុខហើយការដែលចូលរួមដែលអត់មានការរំពឹងទុកនេះធ្វើឲ្យសាលាហ្នឹងជ្រួលច្បល់ខ្លាំងមែនទែនដោយសារតែ Japan Cup នេះគឺគេរំពឹងថា Special Week របស់យើងអាចនឹងឈ្នះតែដល់ពេលដែលមានអ្នកចូលរួមអ្នកដែលខ្លាំងចូលរួមអញ្ចឹងគឺសានកាយនឹងប្រែប្រួលនេះយើងហើយអ្នកដែលសម្ភារហ្នឹងក៏គេបានសម្ភារសួរសំណួរពី3ទៀតដែរហើយសំណួរហ្នឹងក៏គេសួរថាតើប្រូយេហ្នឹងគាត់ក្តីបានចង់ចូល Japan Cup ហ្នឹងហើយគាត់ក៏ឆ្លើយថាគាត់គឺចង់បង្ហាញថាតើភាពខ្លាំងហ្នឹងគឺជាអីគេ Trainer ក៏បានងាកទៅកាន់ Special Week ហើយនិយាយថា Special Week អារយៈហ្នឹងប្រហែលជាអត់ធ្វើបានសម្រេចកាត់មកដល់ថ្ងៃស្អែកមកយើងឃើញថាប្រូយេហ្នឹងគាត់ធ្វើការព្យាយាមសាក់លបងរត់ហ្វឹកហាត់ដើម្បីដឹងថាតើកន្លែងហ្នឹងវាមិនអីមិនចឹងដើម្បីហាត់សមត្រៀមប្រកួតក៏ដូចជាបង្ហាញដល់អ្នកកសែតថាតើនាងរត់រយៈចម្ងាយប៉ុន្មានចឹងទៅហើយមកដល់ហ្នឹងក៏មានអ្នកសម្ភាសសួរសំណួរជាធម្មតាចឹងទៅក្នុងសំណួរហ្នឹងគេសួរប្រូយេថាតើប្រូយេហ្នឹងចូលចិត្តពីណាគេមកចំណោមអ្នកប្រណាំងជប៉ុនហ្នឹងហើយប្រូយេថាអីទៅឲ្យតែអ្នកប្រណាំងហ្នឹងគឺ cute ទាំងអស់ចំណែកឯ trainer ជាមួយនឹង Hana វិញគឺអង្គុយចិត្តគ្នាប្រភាសារឿងប្រូយេហ្នឹងទៀតហើយគេទៅប្រូយេគាត់មកនេះគឺដើម្បីរត់សាកល្បងថាតើកន្លែងហ្នឹងមានស្ថានភាពនិយាយទៅចេះថារត់ឲ្យស៊ាំគ្នាមុននឹងការប្រកួតចាប់ផ្ដើមហើយការរត់សាកល្បងរបស់ប្រូយេហ្នឹងក៏បានចាប់ផ្ដើមអញ្ចឹងទៅហើយល្បឿនរបស់នាងហ្នឹងគឺគាត់ណែរត់ទៅភ្លាមនោះស្ទុះយកហ្មងមិនមែនថារត់ហើយគឺយឺតឲ្យលឿនឲ្យបានលឿនទៀតណាមិនមែនអញ្ចឹងទេណានេះយើងល្បឿនរបស់គាត់ហ្នឹងគឺស្ទុះទៅលឿនហ្មងដល់ពាក់កណ្ដាលទីយកហ្មងហើយចម្ងាយដែលប្រូយេគាត់រត់បាន1000ម៉ែត្រហ្នឹងគឺ56ជាងវិគ្នាយើងគាត់ឈ្នះរូដូលទៀតអញ្ចឹងមានន័យថារូដូលហ្នឹងគាត់ប្រហែលជា57ជាងហើយអញ្ចឹងមានន័យថាប្រូយេនេះគាត់លឿនជាងរូដូលទៅទៀតហើយក៏មានការវែកញ៉ាយចឹងទៅថា Special Week និងប្រូយេមួយណាជាអ្នកឈ្នះឯមតិខ្លះលើកឡើងថាខាងប្រូយេឈ្នះហើយដោយសារតែផាសាហ្នឹងគឺអត់យកឈ្នះប្រូយេផងហើយចុះទៅមកទៅ Special Week ចំណែកឯក្រុមខ្លះទៀតក៏នៅតែរំពឹង Special Week ដែរថាអតីតកាលផ្សេងបច្ចុប្បន្នផ្សេងអញ្ចឹងហើយពេលវេលាក៏ចេះតែកន្លងទៅពីអ្នកស៊ូហ្សាកាក៏ដូចជា Special Week របស់យើងគឺព្យាយាមហ្វឹកហាត់មែនតើមិនថាតែនិយាយទៅពេលតនេតិចតួចហ្នឹងក៏ហ្វឹកហាត់ដែរថ្ងៃខ្លះហ្នឹងគឺស៊ូហ្សាកាអស់កម្លាំងមកដល់ដេកមុនដល់ពេលថ្ងៃខ្លះទៀត Special Week របស់យើងគាត់អស់កម្លាំងគាត់មកដេកមុនហើយស៊ូហ្សាកាគាត់មកក្រោយនិយាយទៅពីរអ្នកហ្នឹងគឺចេះថាសន្យាដូចជាធ្វើតាមសន្យាខ្លាំងណាកន្លងមកដល់ថ្ងៃថ្មីគឺជាថ្ងៃដែលស៊ូហ្សាការបស់យើងហ្នឹងគឺហ្វឹកហាត់រត់តេសពេលវេលាជាមួយនឹង trainer ហើយសារនេះមាន fan ច្រើនណាស់ fan ហ្នឹងមិនមែន fan ចាស់អីណាគាត់ថា fan សិស្សអីដែលគេមកមើលធម្មតាណាដោយសារតែស៊ូហ្សាកាហ្នឹងគឺបាត់ខ្លួនយូរហើយកន្លែងមកមើល Special Week របស់យើងវិញគឺនៅជ្រុងម្ខាងទៀតនៃស៊ូហ្សាកាដែលគាត់បានហ្វឹកហាត់ណាហើយគាត់គឺកំពុងតែធ្វើដំណើរទៅកាន់កន្លែងការហ្វឹកហាត់តែអំឡុងពេលដែលធ្វើដំណើរហ្នឹងគឺជួបផាសាមិត្តនិយាយទៅមិត្តរត់តាមមួយគ្នាណាហើយផាសាហ្នឹងគឺគាត់បានឲ្យសភៅមួយទៅកាន់ Special Week ដែលសភៅហ្នឹងគឺគាត់ចង់និយាយថាគាត់បានទៅសេរាល់ចំណុចរាល់ tip ទាំងអស់
ដើម្បីឲ្យការប្រកួតនឹងឈ្នះប្រូយេបើសិនជាគាត់មានឱកាសតែដោយសារតែបច្ចុប្បន្នហ្នឹងគឺ Space Service របស់យើងហ្នឹងប៉ះជាមួយនឹងប្រូយេអញ្ចឹងហើយគាត់បកគោលសភៅហ្នឹងឲ្យទៅកាន់ Space Service ក្នុងគោលម្ដងថាឲ្យមើលសភៅអានហ្នឹងទៅក្រែងថាមានឱកាសឈ្នះប្រូយេនៅពេលខាងមុខទៀតហ្នឹងតែ Space Service របស់យើងនឹងបដិសេធក្នុងហេតុផលថាគឺនាងនឹងព្យាយាមធ្វើមិនឲ្យយកឈ្នះប្រូយេនឹងតាមវិធីផ្ទាល់ខ្លួនហើយផាសាក៏បាននិយាយដែរថាបើសិនជាការប្រកួតនឹងអត់ឈ្នះទេផាសាជប់លេចូល Space Service គេដល់ក៏កាត់មកកាន់ពេលយកវិញយើងឃើញថា Space Service របស់យើងនឹងគឺកំពុងតែទៅសេក្រាស់ទៅកាន់ម្ដាយខ្លួនម្ដាយចាប់ហ្នឹងហើយដល់ពេលទៅសេទៅសុសកាបានភ្ញាក់ហើយក៏សួរទៅថាបើខ្លួនឯងនឹងបានភ្ញាក់សុសកាមែនតែសុសកាថាអីទេហើយក៏នាំគ្នានិយាយប្រមាណ2ម៉ាត់តាក់ទងនឹងការប្រកួតខ្សែអញ្ចឹងទៅមើលទៅសុសកាដូចជាចង់និយាយរឿងក្នុងចិត្តអីមួយអញ្ចឹងតែដូចជាក៏ប្រឡប់ប្រធានបទហើយក៏និយាយថាជឿជាក់ថាថ្ងៃស្អែកហ្នឹងគឺជាជ័យជំនះរបស់ខ្លួនឯងហើយតាមខ្ញុំគិតគឺប្រហែលជារឿងស្បែកជើងហ្នឹងយើងគាត់ដើរឲ្យរបូតខ្សែស្បែកជើងចាំអត់បើមិនចាំតបានប្រហែលផងថ្ងៃប្រកួតក៏បានមកដល់ហើយថ្ងៃហ្នឹងដែរគឺជាថ្ងៃប្រកួតរបស់សុសកាហ្នឹងឯងដែលអ្នកគ្នាចាំយូរហើយនិយាយទៅបានអេពីសូតដែរដែលខានឃើញសុសការត់ប្រណាំងគ្នាយើងហើយដូចជាលើកមុនអញ្ចឹងគឺ Space Service របស់យើងហ្នឹងអត់ទៅមើលទេគឺមកហ្វឹកហាត់ហើយងាកមកមើល Team Speaker នៅវិញគឺកំពុងតែនិយាយគ្នាសុកហ្នឹងស្រាប់តែអ្នកមើលទៅគេឆ្ងល់ថាតើសុសកាលើកហ្នឹងអាចនឹងឈ្នះអត់ហើយក៏មានគេឆ្លើយទៅថានាងនឹងឈ្នះបើសិនជានាងជាប់លេខ1ហើយ Team Speaker វិញគាត់តែលឺអញ្ចឹងក៏ចាប់ផ្ដើមវាខឹងមួម៉ៅដោយសារតែនិយាយថាឲ្យសុសកាអញ្ចឹងអានេះបើចុះលក្ខណៈថាឲ្យឯងគាត់តែឆ្ងល់ទេគាត់ឆ្ងល់ប៉ុណ្ណឹងចាប់ផ្ដើមឆ្លុះគ្នាបាត់ហើយដោយសារតែនិយាយអត់ចូលគ្នាហ្នឹង Goal Tip ហ្នឹងគាត់ចាប់ផ្ដើមមុនគេគាត់ចាប់ផ្ដើម send វិតមុនដែលថាវិតមុនរបស់គាត់ហ្នឹងមានខើឈ្នះអញ្ចឹងតែ send ទៅឲ្យសុសកាទៅសុសកាទៅឈ្នះដល់ពេលតបមកមានគ្នាយើងទៀត send តកន្លែងទៅកំ ប្លែកគ្នាយើងមើលហើយកាត់មកកាន់កីឡាករ idol របស់គ្រប់គ្នាវិញគឺជួបជាមួយនឹង trainer ក៏និយាយលើកទឹកចិត្តពីវាមកចឹងទៅ trainer គាត់ក៏បាននិយាយថាគាត់ផ្ទាល់ជាមួយនឹងអ្នកគ្រប់គ្នាជាពិសេស special week គឺជឿថាសុសកាអាចនឹងឈ្នះនឹងក្នុងការប្រកួតហ្នឹងហើយអំឡុងពេលដែលចេញដំណើរពីនិយាយចរចាជាមួយ trainer ហ្នឹងក៏ស្រាប់តែរបូតបាច់ជើងទៅដែរបែរជាមានរឿងអត់ឲ្យនិយាយចាំមើលទាំងអស់គ្នាព្រោះអតីតកាលហ្នឹងនាងគឺជួបមុននឹងជួបរឿងអាក្រក់ហ្នឹងគឺដោយសារតែរបូតស្បែកជើងមិនរបូតស្បែកជើងនោះដូចរបូតខ្សែស្បែកជើងអញ្ចឹងបើមិនគាត់ថាសុសកាចេញមកដល់ភ្លាមហ្នឹងនិយាយពីថាមានអ្នកហូរកញ្ជ្រៀវខ្លាំងណាស់ខ្លាំងជាងជំនាន់ special week របស់យើងជាប់លេខ1ទៀតនិយាយទៅដោយសារតែការ comeback នេះវារៀងធំគួរសមដែរហើយមានអ្នកខ្លះនិយាយទៅ fan ចាស់របស់សុសកានឹងមានច្រើនណាស់នៃយើងគេសប្បាយចិត្តណាមើល team speaker វិញនៅបញ្ចេញអាធម្មពលឈ្នះនឹងដែរអំឡុងពេលដែលសុសកានឹងគាត់ស្វាគមន៍ទៅកាន់អ្នកទស្សនាគ្រប់គ្នាអញ្ចឹងស្រាប់តែមាននារីម្នាក់ឈ្មោះថាសាន់វីសាគាត់ក៏ជាអ្នកប្រកួតដែរហើយគាត់ក៏និយាយថាឆ្នាំមុនហ្នឹងគាត់ចាញ់តែឆ្នាំនេះហ្នឹងគឺគាត់នឹងយកឈ្នះសុសកាឲ្យបានតទៅពីនិយាយហើយហ្នឹងសុសកាក៏បានតបទៅវិញទៅថាចាំមើលតើអាចឈ្នះនាងទៀតអត់ការត្រៀមខ្លួនក៏ចាប់ផ្ដើមហើយការប្រកួតក៏អំឡុងនឹងចាប់ផ្ដើមដូចគ្នាដោយតួអង្គនៅក្នុងការប្រកួតនេះដូចជាមានតែ2នាក់ទេគ្នាយើងគឺម្នាក់មួយឈ្មោះសុនវីសាហ្នឹងក៏ដូចជាសុសកាផងដែរ Special V យើងហ្នឹងគឺកំពុងតែផឹកទឹកប្រហែលជាគិតថាអត់តប្រកួតដែរតែពេលគាត់តែឮថាការប្រកួតចាប់ផ្ដើមភ្លាមមកគេចាប់ផ្ដើមរត់ហើយនិយាយទៅ2នាក់ហ្នឹងគឺរត់និយាយទៅដូចខុសតែទីលានរត់ឯនេះយើងតែបើសិនជានិយាយពីការមើលឃើញពីអ្នកហ្នឹងដូចមើលឃើញគ្នាចឹងដោយសារតែការសន្យាពីអេពីសូតមុនណាហើយការរត់បណ្ណាហ្នឹងចាប់ផ្ដើមហ្នឹងស៊ូសូកានៅក្រោយគេដោយតែ special week ការអេពីសូតមុនចឹងបើយើងមកមើលសុនវេសើក្នុងចិត្តវិញគឺគាត់ថានាងគឺអាចនឹងឈ្នះដោយសារតែនាងឃើញស៊ូសូកាហ្នឹងនៅក្រោយគេឃើញកន្លែងដែលនាងនៅនេះគឺអាចនឹង%ឈ្នះច្រើនចំណែកស៊ូសូកាវិញដូចជាអត់ទេចឹងគឺនាងគិតហ្មងគិតតែចំណុចអវិជ្ជមានស៊ូសូកាហើយគិតចំណុចវិជ្ជមានខ្លួនឯងទៅពេលចឹងចាំមើលតទៀតស៊ូសកាយើងនឹងរត់តាមមួយផ្លេតហ្នឹងមានកីឡាករ3នាក់មកបាំងមុខហើយអញ្ចឹងគឺមានន័យថារឿងអត់ល្អទេអាចនឹងកើតឡើងដោយសារតែតាមមានអ្នកបាំងមុខច្រើនយើងដើម្បីយើងវ៉ាគេគឺយើងត្រូវចំណាយកម្លាំងច្រើនដែរតាមមួយផ្លេតទេស៊ូសកាគឺចាប់ផ្ដើមបញ្ចេញកម្លាំងបដាហើយយើងមកមើល special week នេះវិញគឺកំពុងតែរត់ប្រណាំងដូចគ្នាដាក់ចិត្តដាក់កាយនឹងការរត់ប្រណាំងព្រោះដោយសារតែការប្រកួតនេះចប់លទ្ធផលទៅសុសកាមិនក៏ដោយក៏នៅតែ special week របស់យើងនឹងត្រូវប្រកួតជាមួយនឹង Pro Ye ដែលនៅការប្រណាំង Japan Cup ហ្នឹងហើយពាក់កណ្ដាលជាងការប្រកួតហើយសុសការបស់យើងហ្នឹងគឺអត់ទាន់ចេញក្បាច់ទេប្រហែលជានាងវ៉ាគេអត់បានឬក៏មានរឿងអីកើតឡើងដូចយើងតែគាត់តែចិត្តដល់ទីប្រហែលជាសល់ត្រឹម5-600 ម៉ែត្រណាសុសកាគឺចាប់ផ្ដើមបញ្ចេញកម្លាំងមកហើយក្រោមក្បាច់ដែលនាងតែងតែប្រើរដងគឺក្បាច់ដាស់ហ្នឹងតែដាស់មកជើគឺនាងរត់យកហ្មងហើយគាត់តែដាស់ហ្នឹងភ្លាមវ៉ាគេឡើងពេញហ្នឹងចាំមើលខ្ញុំតាក់មើលបន្តិច
ដោយសារតែលបឿនដល់លឿនហ្នឹងគឺស៊ូហ្សាកាចំណាយពេលអត់យូរទេនឹងការទៅដល់លេខ1ចឹងវាន័យថានាងត្រូវការតែវ៉ាសាន់វាសើហ្នឹងទៀតគឺនាងនាំមុខគេចំណែកអ្នករត់ប្រណាំងដទៃទៀតហ្នឹងគឺគេអស់កម្លាំងរៀងៗខ្លួនហើយចឹងគឺសល់តែ2នាក់ទេសល់តែស៊ូហ្សាកាជាមួយនឹងសាន់វាសើហ្នឹងឯង2នាក់ហ្នឹងគឺប៉ះគ្នាហើយសូម្បីតែហាណាហ្នឹងក៏លើកតែសើដែរថាស៊ូហ្សាកាតស៊ូអញ្ចឹងទៅដូចអ្នកនេះឃើញនឹងរូបអញ្ចឹងដោយសារតែបញ្ចេញមកក្បាច់ហ្នឹងអ្នកគ្រប់ត្រជាពិសេសគឺអ្នកក្នុងសាលាគឺស្រែកហូនិយាយទៅស្រែកហូអបអសាទរតទៅនឹងស៊ូហ្សាកាចេញចាប់5ចេញក្បាច់ហ្នឹងឥឡូវនេះគឺដល់លេខ2ហើយអ្នកដែលនៅលេខ1គឺសាន់វេសើហើយដូចតែដឹងអញ្ចឹងគឺចំណាយពេលអត់យូរទេអត់ចាំយូរអត់ចាំអីទេតែមកផ្លែតនេះគឺដល់សាន់វេសើហើយនៅពីក្រោយសាន់វេសើហ្មងហើយអត់មានថានៅប្រឡប់ក្រោយសាន់វេសើសិនណាគឺវ៉ាយកហ្មងហើយវ៉ាលបឿនហ្នឹងមិននៅចិត្តគ្នាគឺចងាយចាប់ដើមឆ្ងាយទៅធ្វើឲ្យសាន់វេសើហ្នឹងគឺគាត់អត់ជឿនឹងភ្នែកគាត់ទេថាស៊ូហ្សាកានៅតែលឿននៅតែខ្លាំងដូចឆ្នាំមុនអញ្ចឹងតែគិតថាខ្លួនឯងអាចទៅមុខទៀតបានសាន់វេសើហ្នឹងគឺគាត់ព្យាយាមបញ្ចេញកម្លាំងខ្លួនឯងតែជាលទ្ធផលទៅស៊ូហ្សាកានៅវ៉ាឆ្ងាយអត់មានថាតាមតាន់អីកម្លាំងខ្លួនឯងណាគឺតាមអត់តាន់ស៊ូហ្សាកាទេបើចាក់ស្ដែងទៅគឺស៊ូហ្សាកានាំមុខឆ្ងាយមែនតើហើយជាលទ្ធផលអ្នកគ្នាក៏អាចទេដឹងបានដែរថាអ្នកណាជាអ្នកឈ្នះលទ្ធផលអ្នកឈ្នះនោះគឺជាស៊ូហ្សាកាហើយគាត់នៅលទ្ធផលប្រាប់ថាស៊ូហ្សាកានឹងឈ្នះហ្នឹង Special Week របស់យើងហ្នឹងក៏រំភើប Monster ដែរដោយសារតែនាងបានលឺតែពីក្រៅទេហើយកិច្ចការងារដែល Special Week ធ្វើបន្ទាប់នេះគឺ Verkat ត្រៀមប្រកួតជាមួយនឹង Pro Ye ដោយសារតែ Pro Ye ហ្នឹងគឺជាជើងឯកនៅខាងអឺរ៉ុបហ្នឹងអញ្ចឹងមានន័យថាជើងខ្លាំងប៉ះជើងខ្លាំងហើយតើចង់ដឹងថាអេពីសូតក្រោយហ្នឹងមានរឿងអីកើតឡើងខ្លះកុំភ្លេចតាមដានទាំងអស់គ្នាហើយបើសិនជាឃើញកំហុសខ្ញុំនៅក្នុងវីដេអូហ្នឹងចំណុចណាមួយអញ្ចឹងកុំភ្លេចប្រាប់ផង comment ប្រាប់ផងព្រោះដោយសារតែខ្ញុំតែធ្វើអញ្ចឹងវាច្បាស់ណាស់តែងតែមានកំហុសហើយក៏សូមអរគុណនេះយើងមែនតើសម្រាប់ការទស្សនាបាយជួបគ្នានៅអេពីសូតក្រោយទៀត